តើអ្នកអាចជឿទេថាបរិសម្នាក់ដែលមានទ្រព្យសម្បត្តិរហូតទៅដល់2.6 billion ដុល្លារនៅលើក្រដាសប្រាក់ប៉ុន្តែនៅក្នុងគណនីផ្ទាល់ខ្លួនរបស់គាត់ជួនកាលស្ទើរតែគ្មានលុយសម្រាប់ទិញបាយហូបត្រូវហើយនេះគឺជាជីវិតពិតរបស់ Mr. Beast ឬលោក James Donaldson ដែលជាមហាសេដ្ឋី YouTube លេខ1នៅលើពិភពលោកដែលមានអ្នក Subscribe ជិត500លាននាក់មនុស្សគ្រប់គ្នាគិតថាគាត់គឺជាអ្នកមានមហាសាលដែលដេកលើគំនរលុយប៉ុន្តែការពិតនៅពីក្រោយលុយរាប់ពាន់លាននេះនឹងធ្វើឲ្យអ្នកស្រឡាំងកាំងនៅក្នុងវីដេអូនេះយើងនឹងមកដឹងពីប្រវត្តិដ៏ជូរចត់និងអាចកំបាំងនៃការបង្កើតលុយរបស់ស្ដេច YouTube រូបនេះតោះយើងទៅទស្សនាទាំងអស់គ្នាមុនពេលដែលមានឈ្មោះល្បីលោក Jamie បានកើតនៅឆ្នាំ1998នៅក្នុងរដ្ឋ Kansas ដែលលោកបានធំធាត់នៅ Carolina ខាងត្បូងនៃសហរដ្ឋអាមេរិកជីវិតជាក្មេងជំទង់របស់គាត់មិនបានល្អឥតខ្ចោះនោះទេនៅក្នុងអាយុ15ឆ្នាំគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Crohn's ឬក៏ជាជំងឺរលាកពោះវៀនរ៉ាំរ៉ៃដែលធ្វើឲ្យគាត់ស្រកទម្ងន់ជិត25គីឡូក្រាមនិងត្រូវបង្ខំចិត្តបោះបង់ចោលនៅកីឡាបាល់បោះដែលជាក្តីស្រឡាញ់របស់គាត់នៅពេលដែលពិភពលោកខាងក្រៅត្រូវបានបិទJamie បានងាកមកចាប់អារម្មណ៍លើពិភពលោកអនឡាញវិញគាត់បានបង្កើត Channel YouTube ដំបូងនៅឆ្នាំ2012ក្នុងអាយុទើបតែ13ឆ្នាំក្រោយមកឈ្មោះរបស់លោកគឺជា Mr. Beast 6000កាលនោះគាត់គ្រាន់តែធ្វើវីដេអូហ្គេមដូចជា Minecraft និង Call of Duty និងវីដេអូទាយពីទ្រព្យសម្បត្តិរបស់ YouTuber ផ្សេងៗទៀតប៉ុណ្ណោះក្រោយបញ្ចប់វិទ្យាល័យម្ដាយរបស់គាត់បានបង្ខំឲ្យគាត់ចូលរៀនមហាវិទ្យាល័យប៉ុន្តែ Jamie បានចូលរៀនបានតែ2សប្តាហ៍ប៉ុណ្ណោះគាត់ក៏បានសម្រេចចិត្តបោះបង់ការសិក្សាតើអ្នកដឹងថានឹងមានរឿងអ្វីកើតឡើងម្ដាយរបស់គាត់គឺខឹងយ៉ាងខ្លាំងហើយបានបណ្ដេញគាត់ចេញពីផ្ទះភ្លាមគ្មានផ្ទះគ្មានលុយប៉ុន្តែ James បានមានមិត្តភ័ក្តិមួយក្រុមពួកគេបានជួលផ្ទះដ៏តូចមួយហើយក៏បានចាប់ផ្ដើមវក់នឹងការសិក្សាអំពី algorithm របស់ YouTube ពួកគេបានចំណាយពេល10ទៅ15ម៉ោងក្នុងមួយថ្ងៃដើម្បីវិភាគរាល់វីដេអូដែលផ្ទុះចាប់ពីទម្រង់ thumbnail រហូតដល់ចំណងជើងរហូតដល់វិនាទីនៃការទស្សនាការខិតខំប្រឹងប្រែងអស់រយៈពេល5ឆ្នាំមិនបានទទួលផលទាល់តែសោះរហូតទៅដល់ខែមករាឆ្នាំ2017 Jamie បានធ្វើរឿងដ៏ឈួតលីលាមួយដែលគ្មាននរណាម្នាក់ដាច់ចិត្តធ្វើនោះគឺការអង្គុយរាប់លេខពី1ទៅដល់100,000ដោយមិនក្រោកទៅណាវីដេអូនោះប្រើពេលថតរហូតទៅដល់40ម៉ោងដែលវាជារឿងដ៏ឈឺចាប់និងធ្វើឲ្យខួរក្បាលរបស់គាត់ស្ទើរតែផ្ទុះប៉ុន្តែវាគឺជាគ្រាប់បែកនៃយុទ្ធសាស្ត្រវីដេអូនោះបានផ្ទុះ viral ពេញអនឡាញនៅក្នុងរយៈពេលប្រហែលថ្ងៃបន្ទាប់និងបានរុញច្រាន Channel របស់គាត់ឲ្យឈានទៅដល់1លាន Subscriber ដំបូងបង្អស់ចាប់តាំងពីពេលនោះមក Jamie បានរកឃើញរូបមន្តសម្ងាត់នៃភាពល្បីល្បាញគឺជាការធ្វើអ្វីដែលពិបាកបំផុតឆ្កួតបំផុតនិងចំណាយពេលច្រើនបំផុតដែលមនុស្សធម្មតាមិនអាចធ្វើបានបន្ទាប់ពីចាប់ផ្ដើមរកលុយបានពី sponsor ដំបូងចំនួន$10,000 Jamie មិនបានយកលុយនោះទៅទិញឡានប្រណិតឬផ្ទះវីឡាសម្រាប់ខ្លួនឯងទេគាត់បានយកលុយទាំងអស់$10,000នោះទៅប្រគល់ជូនជនអនាថាភ្លាមហើយថតជាវីដេអូនេះគឺជាចំណុចចាប់ផ្ដើមនៃយុទ្ធសាស្ត្រដ៏មហិមារបស់ Mr. Beast ដែលធ្លាប់បានទម្លាយប្រាប់សារព័ត៌មាន Wall Street Journal ថាខ្ញុំមានលុយអវិជ្ជមាន
ជាច្រើននៅក្នុងគណនេយ្យពេលបច្ចុប្បន្នហើយខ្ញុំក៏ត្រូវខ្ចីលុយគេដើម្បីដំណើរការក្រុមការងារឬក៏ក្រុមហ៊ុនតើវាអាចទៅរួចដោយរបៀបណាក្នុងមួយឆ្នាំក្រុមហ៊ុន Biz Industry បានរកចំណូលរាប់លានដុល្លារពី YouTube និងម្ចាស់ឧបត្ថម្ភប៉ុន្តែ Jamie បានយកលុយរហូតទៅដល់ 99% ទៅបុកចូលនៅក្នុងការផលិតវីដេអូថ្មីៗទៅវិញឧទាហរណ៍វីដេអូកែច្នៃហ្គេម SWAT Game ក្នុងជីវិតពិតគាត់បានចំណាយប្រាក់អស់ជាង4លានដុល្លារនៅក្នុងវីដេអូតែមួយគត់គាត់សុខចិត្តរស់នៅក្នុងផ្ទះធម្មតាមិនមានសាច់ប្រាក់រាប់លានដុល្លារនៅក្នុងធនាគារឡើយព្រោះគោលដៅរបស់គាត់គឺធ្វើឲ្យវីដេអូល្អបំផុតនៅលើโลกមិនមែនដើម្បីសន្សំលុយនោះទេទោះបីជាគាត់គ្មានលុយច្រើនប៉ុន្តែតម្លៃខ្លួននិងក្រុមហ៊ុនរបស់គាត់ត្រូវបានគេវាយតម្លៃថាមានរហូតទៅដល់ 2.6 លានដុល្លារនៅក្នុងឆ្នាំ2026នេះតើទ្រព្យសម្បត្តិទាំងនេះគាត់បានមកពីណាចំនួនទី1គឺជា Festival brand សូកូឡាផ្ទាល់ខ្លួនរបស់គាត់ដែលបានលក់ដាច់រហូតដល់រាប់លានកញ្ចប់ទូទាំងពិភពលោកនិងរកចំណូលបានដល់មហាសាលចំនួនទី2គឺជា Mr Beast Burger និង brand អាហារសម្រន់ Lunchly ដែលសហការជាមួយនឹង Logan Paul និង KSI មិនត្រឹមតែប៉ុណ្ណោះគាត់បានចុះបញ្ជីកិច្ចសន្យាប្រវត្តិសាស្ត្រមួយជាមួយនឹង Amazon Prime Video ដើម្បីបង្កើតកម្មវិធីប្រកួតប្រជែង Best Game ដែលមានតម្លៃផលិតរហូតទៅដល់100លានដុល្លារពីក្មេងប្រុសម្នាក់ដែលមានជំងឺក្រពះពោះវៀនម្នាក់ដែលត្រូវម្ដាយបណ្ដេញចេញពីផ្ទះមកជាបុរសដែលមានឥទ្ធិពលម្នាក់លើពិភពលោកJamieមិនត្រឹមតែដុតលុយដើម្បីកម្សាន្តនោះទេគាត់ថែមទាំងបានបង្កើត Beast Philanthropy ដើម្បីជួយសង្គ្រោះមនុស្សរាប់សែននាក់និងជួយអ្នកពិការភ្នែកឲ្យមើលឃើញឡើងវិញការជីកអណ្ដូងទឹកនៅអាហ្វ្រិកនិងដាំដើមឈើរាប់លានដើមមេរៀនធំបំផុតរបស់ Mr Beast គឺបើអ្នកចង់បានលទ្ធផលដែលគ្មាននរណាធ្លាប់បានអ្នកត្រូវតែហ៊ានលះបង់និងប្រឹងប្រែងក្នុងកម្រិតមួយដែលគ្មាននរណាហ៊ានធ្វើតើអ្នកយល់យ៉ាងណាចំពោះការលះបង់របស់ Mr Beast បើពេញចិត្តនៅវីដេអូនេះកុំភ្លេច like និង subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូប្រវត្តិបុគ្គលល្បីៗជាច្រើនទៀតអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយ